និយាយរួមទៅគ្រាន់តែឃើញខមមិនបងប្រុសដែលមានឈ្មោះថាចូលចិត្តបដាគុណខ្មែរដែលបានខមមិនរូបអឺមួយស្លឹកនេះគឺខ្ញុំពិតជានឹកបងប្អូនយើងនៅខាងភូមិស្រែគោខាងខេត្តសឹងត្រៃមែនទែននិយាយរួមទៅនឹកអនុស្សាវរីយ៍ជាមួយគ្នាហើយការខ្ញុំទៅ concert មិនមែនធម្មតាណាបងប្អូនគឺយើងជិះសាឡាងឆ្លងទៅឆ្លងមកនិយាយរួមទៅយើងនិយាយថាអូជូរចត់សប្បាយមួយគ្នាពេលទៅក៏ជិះសាឡាងឆ្លងជាមួយគាត់នៅពេលដែលមកវិញក៏ជិះជាមួយគាត់ដែរចឹងនិយាយថាការគ្រប់គ្រងទៅសារទឹកចិត្តគាត់អរគុណទឹកចិត្តបងប្រុសមែនតើដែលបានគ្រប់គ្រងហើយនិយាយរួមទៅបើសិនជាបងប្អូនយើងមានរូបថតណាមួយដែលធ្លាប់ថតជាមួយខ្ញុំអាច comment ចូលក្នុងការថតរបស់ខ្ញុំបានដោយសារតែយើងចង់រំលឹកអនុស្សាវរីយ៍ជាមួយគ្នាអញ្ចឹងហើយកុំភ្លេចណា comment អ្នកមួយមកហើយពិតជាអរគុណបងប្រុសមែនទែនសូមអរគុណម្ដងទៀតសម្រាប់ការរក្សាទុកនៅរូបថតមួយសន្លឹកនេះនិយាយរួមទៅដូចខ្ញុំនិយាយអញ្ចឹងការជួបគ្នាមិនមែនត្រឹមតែមួយជួបទេយើងអាចថតរូបជាមួយគ្នាដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងណានៅថ្ងៃណាមួយដែលយើងនឹកគ្នាថ្ងៃណាយើងមិនបានជួបគ្នាយើងអាចមើលរូបថតមួយសន្លឹកហ្នឹងទៅយើងអាចរំលឹកអនុស្សាវរីយ៍បានហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាពិតជានឹកបងប្អូនយើងហើយក៏អរគុណខាងបងប្អូនយើងអ្នកភូមិស្រែគោនៅខាងខេត្តសង្ត្រៃណាអញ្ចឹងហើយផ្ដាំសួរសុខទុក្ខអ្នកខាងស្រែគោផងថាឥឡូវនេះសុខសប្បាយអត់ហើយសម្រាប់ខ្ញុំបាទនេះគឺសុខសប្បាយធម្មតាទេហើយក៏នឹករលឹកទៅកាន់បងប្អូនយើងទាំងអស់គ្នាក៏សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងមានឱកាសបានទៅជួបជាមួយបងប្អូនសារជាថ្មីម្ដងទៀតគឺមានតែពាក្យអរគុណណាអរគុណបង